ជំរាបសួរសួស្តីថ្ងៃហ្នឹងគឺថ្ងៃអាទិត្យថ្ងៃហ្នឹងកូនបើគេនាំម៉ាក់មកមើលការបិទឈ្មោះប្រឡងឆមាសលើកទី2របស់គេនៅក្នុងវិទ្យាល័យនេតយ៉ងវិទ្យាល័យនេតយ៉ងនេះគឺវិទ្យាល័យមួយដែលគឺជាវិទ្យាល័យសិក្សាអប់រំបែបជំនាន់ថ្មីដែលមានតែមួយគត់នៅក្នុងទីរួមខេត្តបាត់ដំបងហើយសង្កេតឃើញថាសោភ័ណភាពនៅក្នុងសាលាគឺមានភាពស្រស់ស្អាតមានរបៀបរៀបរយហើយទីធ្លាអត់មានសម្រាមទេទីធ្លាសាលាខ្ញុំសង្កេតឃើញថាអត់មានសម្រាមទេគឺមានភាពស្រស់ស្អាតមានសោភ័ណភាពហើយចាប់តាំងពីដើរចូលពីខ្លោងទ្វាររហូតដល់មុខទីចាត់ការនិងកន្លែងអង្គុយលេងរបស់សិស្សានុសិស្សឃើញមានដាក់ពាក្យស្លោកអប់រំល្អៗជាច្រើនពេញទីធ្លាសាលាមិនថាទាំងមុខទាំងក្រោយហើយមានដើមឈើធំតូចផ្ដល់មកលុបយ៉ាងត្រឈឹងត្រឈៃហើយមើលទៅសម្បូរអុកស៊ីសែនមើលទៅសាលានឹងមានពណ៌បៃតងដូចជាសាលាពណ៌បៃតងចឹងសាលាបៃតងក្នុងទីធ្លាសាលាក៏មានរូបចម្លាក់របស់អ្នកប្រាជ្ញខ្មែរយើងមួយចំនួនក៏ដូចជាមានរូបចម្លាក់សត្វកម្រនៅក្នុងប្រទេសកម្ពុជារបស់យើងមួយចំនួនផងដែរនៅក្នុងទីធ្លាសាលាទីធ្លានៅក្នុងសាលានេតយ៉ងនេះសម្បូរដើមឈើមានដើមឈើតូចធំនិយាយរួមទៅជុំវិញទីធ្លាសាលាទៅដល់មិនថាមុខថាក្រោយគឺសម្បូរទៅដោយដើមឈើផ្ដំលុបយ៉ាងត្រឈឹងត្រឈៃដែលនៅក្នុងវីដេអូនេះខ្ញុំថតបានតែទស្សនវិជ្ជាខាងមុខឯងព្រោះអត់បានដើរទៅខាងក្រោយទេព្រោះសាលានេតយ៉ងគឺមានផ្ទៃដីធំហើយសម្បូរទៅដោយដើមឈើផ្ដំលុបឆឹងឆៃសម្រាប់បងប្អូនខ្វះអុកស៊ីសែននេះមកអង្គុយលេងនៅក្នុងសាលាស្រូបយកអុកស៊ីសែនពីដើមឈើនៅក្នុងវិទ្យាល័យសម្បូរចាអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាប្រវត្តិសាលាវិទ្យាល័យនេតយ៉ងនេះក៏កើតឡើងដោយរបៀបណាមានប្រវត្តិបែបណាបងប្អូនក៏អាចអានសៀវភៅដែលសរសេរដែលនិយាយអំពីប្រវត្តិនៃវិទ្យាល័យនេតយ៉ងនេះឬក៏អាចស្រាវជ្រាវទៅតាម YouTube ដែលនិយាយអំពីប្រវត្តិក៏ដូចជាការកាត់ឡើងនៃវិទ្យាល័យនេតយ៉ងនេះដោយរបៀបណាបងប្អូនអាចទៅស្រាវជ្រាវដោយខ្លួនឯងបានសម្រាប់វីដេអូនេះខ្ញុំគ្រាន់តែថតពីទស្សនវិជ្ជានិងសោភ័ណភាពមួយចំនួនយកមកបង្ហាញក្នុងវីដេអូនេះខ្លះៗតែប៉ុណ្ណោះអញ្ចឹងបងប្អូនអាចទស្សនាវីដេអូនេះពីដើមដល់ចប់បានអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណច្រើន